إنا أنزلناه في ليلة القدر នៅយប់មួយដែលជាយប់ពោពេញដោយបរិកិនជាយប់ដែលល្អជាង 1000 ខែនោះគឺយប់ Laylatul Qadr នៅក្នុងយប់នោះពិភពលោកត្រូវបានផ្លាស់ប្ដូរគម្ពីរអល់កុរអានជាគម្ពីរដែលស្អាតស្អំបំផុតត្រូវបានបញ្ចុះមកកាន់បរិះដែលមានបេះដូងស្អាតស្អំបំផុតនោះគឺមុហម៉ាត់ Sallallahu Alaihi Wasallam នៅពេលនោះមុហម៉ាត់ Sallallahu Alaihi Wasallam ត្រូវបានតែងតាំងជាអ្នកនាំសាររបស់អល់ឡោះ Subhanahu Wa Ta'ala គម្ពីរអល់កុរអានគឺជាពាក្យសម្ដីរបស់អល់ឡោះ Subhanahu Wa Ta'ala ដែលបានបញ្ចុះមកកាន់នប៊ីមុហម៉ាត់ Sallallahu Alaihi Wasallam ដែលជាមកឃ្លោកដ៏ល្អជាងគេបំផុតតាមរយៈ Jibril Alayhi Salam ដែលជាម៉ាឡាអ៊ីកាត់ដ៏ល្អជាងគេបំផុតនៅក្នុងខែរ៉ាម៉ាឌនដែលជាខែដ៏ល្អជាងគេបំផុតនៅក្នុងយប់ Laylatul Qadr ដែលជាយប់ដ៏ល្អជាងគេបំផុតហើយគម្ពីរអល់កុរអានបានបញ្ចុះនៅក្នុងទឹកដីម៉ាកាដែលជាទឹកដីដ៏ល្អជាងគេបំផុតនៅក្នុងផែនដីនេះកុរអានគឺជាបិតានៃគម្ពីរជាគម្ពីរចុងក្រោយគេទាំងអស់ដែលអល់ឡោះបញ្ចុះមកកាន់មនុស្សជាតិកុរអានគឺជាមេគានៃជីវិតដែលបង្ហាញមនុស្សពីទីងងឹតទៅកាន់ទីភ្លឺពីភាពមិនត្រឹមត្រូវទៅកាន់ភាពត្រឹមត្រូវវែកញែកនៅអ្វីដែលល្អអ្វីដែលអាក្រក់បង្រៀនអំពីគោលជំនឿត្រឹមត្រូវរបៀបរបបធ្វើឲ្យប្រតិបត្តិត្រឹមត្រូវបង្រៀនអំពីសីលធម៌សុជីវធម៌ការប្រស្រ័យតាក់ទងគ្នានិងផ្សេងទៀតអល់ឡោះ Subhanahu Wa Ta'ala មានព្រះបន្ទូលថា إن هذا القرآن يهدي للتي هي أقوم ពិតប្រាកដណាស់គម្ពីរអល់កុរអានវាចង្អុលបង្ហាញមនុស្សលោកទៅរកមាគ៌ាដែលត្រឹមត្រូវកុរអានគឺជាគម្ពីរតែមួយគត់ដែលត្រូវបានអល់ឡោះ Subhanahu Wa Ta'ala ថែរក្សាវារហូតដល់ថ្ងៃគីយ៉ាម៉ាត់ហើយគ្មាននរណាម្នាក់អាចពំនាំមកទៅដូចនឹងគម្ពីរអល់កុរអានឬស្រដៀងទៅនឹងគម្ពីរអល់កុរអានសូម្បីតែមួយអាយ៉ាត់នេះជាលក្ខណៈពិសេសរបស់គម្ពីរអល់កុរអានអល់ឡោះ Subhanahu Wa Ta'ala ទ្រង់បានមានព្រះបន្ទូលថា Inna nahnu nazzalna dhikr wa inna lahu lahafidun ពិតប្រាកដណាស់យើងបានបញ្ចុះគម្ពីរអល់កុរអានហើយពិតប្រាកដណាស់យើងជាអ្នកថែរក្សាវារ៉ាម៉ាឌនជាខែអល់កុរអានជាខែដែលអល់ឡោះ Subhanahu Wa Ta'ala បញ្ចុះគម្ពីរអល់កុរអានអល់ឡោះ Subhanahu Wa Ta'ala ទ្រង់បានមានព្រះបន្ទូលថា شهر رمضان الذي أنزل فيه القرآن هدى للناس وبينات من الهدى والفرقان ខែរ៉ាម៉ាឌនជាខែដែលអល់ឡោះ Subhanahu Wa Ta'ala បញ្ចុះគម្ពីរអល់កុរអានដើម្បីណែនាំមនុស្សលោកនិងបង្ហាញមាគ៌ាដែលត្រឹមត្រូវព្រមទាំងវិនិច្ឆ័យរវាងខុសហើយនិងត្រូវមានសេចក្តីរាយការណ៍មួយនៅក្នុងសាហីហ៍ប៊ូខារី Jibril Alayhi Salam តែងតែមកបង្រៀនរំលឹកគម្ពីរអល់កុរអានជាមួយនឹងរ៉ាស៊ូលឡោះ Sallallahu Alaihi Wasallam រៀងរាល់យប់នៅក្នុងខែរ៉ាម៉ាឌនហើយឆ្នាំដែលរ៉ាស៊ូលឡោះ Sallallahu Alaihi Wasallam លោកទទួលមរណភាព Jibril បានមករំលឹករៀនជាមួយនឹងរ៉ាស៊ូលឡោះ Sallallahu Alaihi Wasallam ចាប់គម្ពីរអល់កុរអាន2ដងនេះបញ្ជាក់អំពីភាពសំខាន់ភាពយកចិត្តទុកដាក់របស់រ៉ាស៊ូលឡោះ Sallallahu Alaihi Wasallam ជាមួយនឹងគម្ពីរអល់កុរអានមុននឹងលោកវិលត្រឡប់ទៅជួបនឹងអល់ឡោះ Subhanahu Wa Ta'ala វិញរ៉ាម៉ាឌនគឺជាឱកាសពិសេសសម្រាប់ផ្សារភ្ជាប់ខ្លួនយើងជាមួយនឹងកុរអានសូត្រអល់កុរអានស្វែងយល់អំពីអត្ថន័យរបស់វាបើសិនជាយើងមានពេលវេលាជាមួយកុរអាននៅក្នុងខែរ៉ាម៉ាឌននេះទេនោះតើយើងមានពេលវេលាឯណាជាមួយនឹងកុរអានហើយកុរអានវានឹងនាំយើងទៅរកភាពជោគជ័យនៅក្នុងឌុនយ៉ាហើយនិងអាខិរ៉ា